Ba này cái chiếc cây hàm văn bòក្រុមហ៊ុន Oppo ឥឡូវបានមកដល់ហាងហើយ unboxing ជូនបងប្អូនអរគ្នាមើលដោយសារតាវាគឺជាអវ៉ាន់ថ្មីហើយក៏ជា model ថ្មីដែរដែល Oppo ទើបតែនឹងចេញជើងក្រោមទេបងប្អូនអរគ្នាតម្លៃលក់របស់វាដូចជា300ជាងបាទឥឡូវខ្ញុំ unboxing កេសធំហើយនឹង unboxing វ៉ាន់កេសតូចបាទប្រអប់ទូរស័ព្ទផ្ទាល់ជូនបងប្អូនអរគ្នាតែម្ដងនេះក្រុមហ៊ុនដាក់តម្លៃមកបងប្អូនអរគ្នានេះតម្លៃរបស់វាគឺ$159ទំហំ RAM របស់វាគឺមានដូចជាមើលច្បាស់សិនបងប្អូនអរគ្នាបាទដូចជាមើលបាទនេះRAM 12ហើយ RAM 12នេះមានន័យថា RAM របស់វាគឺបូកបន្ថែមបងប្អូនអរគ្នាគឺប្រហែលជា6 + 6ហើយទំហំផ្ទុករបស់វាគឺ 64G អញ្ចឹងម៉ាស៊ីនរបស់វាខ្លាំងប៉ុន្តែដឹងថាវាប្រើ chip អីទេបងប្អូនអរគ្នា A6C នេះបើសិនបើប្រើ chip ដូច A6X ហើយទំហំ RAM 6G អញ្ចឹងប្រកាសជាខ្លាំងបងប្អូនអរគ្នាបាទហើយរូបរាងរបស់វាគឺបែបនេះបាទតិចទៀតខ្ញុំនឹង unboxing ឲ្យបងប្អូនអរគ្នាមើលហើយនេះគឺជាកេសអាវ៉ាន់របស់ក្រុមហ៊ុនបាទវាមានប្រអប់មានអីរបស់វាមកទាំងអស់ហើយមាន free បាទបងប្អូនអរគ្នាមាន free power bank បាទថែម$1មកយើងនឹងបាន power bank មកគ្រាប់បងប្អូនអរគ្នានេះ power bank របស់វាគឺ10000 ampere បាទអញ្ចឹង159យើងបូកថែម1រៀលបាទបូកថែម1រៀលដើម្បីទទួលបាន power bank ហ្នឹងដែលមានតម្លៃ$20 power bank ហ្នឹងក្រុមហ៊ុនលក់$20នេះបូកថែម$1ហ្នឹងទៅបងប្អូនអរគ្នាយើងនឹងបាន power bank ដែលមានតម្លៃ$20ហើយទំហំរបស់វាគឺ10000 ampere បាទទំហំ power bank ទំហំទុកថាមពលថ្មរបស់វាគឺ10000 ampere ហ្នឹងឯងបោះ online បងប្អូនអរគ្នាល្អប្រើបោះ online បោះក្រុមហ៊ុន Oppo ផ្ទាល់តែម្ដងហើយនេះគឺជារូបរាងខាងក្រៅរបស់ smartphone A6C ដែលក្រុមហ៊ុន Oppo ទើបប្រកាសចេញហ្នឹងហើយបាទអញ្ចឹងមានពីរពណ៌គឺពណ៌ខ្មៅហើយនិងពណ៌រាងឈូកបាទពណ៌ដូចក្នុងរូបហ្នឹងបងប្អូនអរគ្នាបាទហើយខ្ញុំធ្វើការ unboxing ជូនបងប្អូនអរគ្នាតែម្ដងបាទ unboxing ដឹងប៉ះពណ៌អីទេបើប៉ះពណ៌អីខ្ញុំ unboxing ពណ៌នឹងជូនបងប្អូនអរគ្នាតែម្ដងកុំឲ្យបងប្អូនអរគ្នាទាំងរងចាំយូរបាទនេះ A6C រូបរាងរបស់វាគឺបែបនេះបាទឥឡូវខ្ញុំ unboxing ដោយសារដៃមកខ្ញុំរៀងពិបាកបន្តិចបាទអញ្ចឹងជាស្រ័យផងបាទជាស្រ័យខ្ញុំប្រើជើងទប់ខ្លះដោយសារខ្ញុំអត់ប្រើជើង tripod ទេប្រើជើង tripod វាងាយស្រួលប៉ុន្តែនេះយើងសង្ខេបទៅបងប្អូនអរគ្នាដើម្បីបងប្អូនអរគ្នាបានឃើញពីរូបរាងរបស់វាហើយយកតែម្ដងបងប្អូនបាទមើលរូបរាងវាយ៉ាងម៉េចយូអត់ចង់ចេញទៅកលឹះរបស់វាអូទៅចេញបងប្អូនដៃមិនវាពិបាកបន្តិចបាទនេះចេញស្អិតព្រមចេញបាទនៅក្នុងនេះមានខេសមានបណ្ឌនីមានអីនៅក្នុងហ្នឹងបាទធ្វើណែនាំអីនៅក្នុងហ្នឹងសបករបស់វាអានេះវាប៉ះពណ៌ខ្មៅហ្នឹងទៅបានសបកពណ៌ខ្មៅបាទពណ៌ខ្មៅបងប្អូនអរគ្នានេះបាទនេះទំហំសបករបស់វាបងប្អូនអរគ្នាបាទប្រអប់របស់វាសបករបស់វានេះបាទស្តៀង iPhone 17 Pro Max របស់គេដែរបងប្អូនអរគ្នាបាទឥឡូវលឿនបាទខ្ញុំបលូតវាចេញសិននេះពណ៌នេះមានជាពណ៌ខ្មៅទេបងប្អូនអរគ្នាបើតាមខ្ញុំមើលពីក្រៅទៅគឺពណ៌ក្រម7នេះបងប្អូនអរគ្នាពណ៌ក្រម7បាទពណ៌ក្រម7ស្អាតម្យ៉ាងដែរហើយវាយើងដាក់សបកដាក់ស្រោមវាមកខេសវាមកគឺស្តៀងទៅនឹង iPhone 17 Pro Max ស៊េរីថ្មីរបស់គេហ្នឹងហើយបាទចាំមើលតិចទៀតខ្ញុំដាក់ស្រោមឲ្យមើលណាបងប្អូនអរគ្នាបាទ
ឥឡូវខ្ញុំដាក់ឲ្យមើលឲ្យបានឃើញអស់គ្នាដៃមកជំហៀងកាន់ជាពិបាកតិចនេះបងប្អូនអរគ្នាមិនដែរលំមប្រើបងប្អូនអរគ្នាបានតម្លៃវា159តាមពិតបើចេញសេរីមុនមកប្រហែលជា139 149ទេដោយសារប្រទេសឈីបឥឡូវវាថ្លៃការដឹកជញ្ជូនវាថ្លៃអញ្ចឹងតម្លៃរបស់វាគឺ$159ប៉ុន្តែយើងចំណេញវិញបូកតាមរៀលទៅយើងបាន power bank នេះpower bank 10000 ampere ហ្នឹងបាទអញ្ចឹងទាំងអស់$160បាន power bank នឹងមួយគ្រាប់បាទចំណេញថែមតាមរៀលទៅបានហើយ power bank ហ្នឹងបាទហើយនេះរូបរាងរបស់វាយើងដាក់មកគឺស្អាតអញ្ចឹងបងប្អូនអរគ្នាស្រឡាញ់ទេបាទអញ្ចឹងអរគុណច្រើនចំពោះវីដេអូ unboxing ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយនៅក្នុង case របស់វានេះគឺនេះវាថាសាករបស់វាដល់ប្រហែលវ៉ាត់ទេបងប្អូនអរគ្នាបាទប្រហែលជាតូចដែរមិនធំទេប្រហែលជា20វ៉ាត់ចុះក្រោមអីអញ្ចឹងណាដោយសារវាផ្ដោតលើល្បឿនវាអត់ផ្ដោតលើល្បឿននៃការប្រើប្រាស់អុសចេញចូលវាអត់ផ្ដោតទៅលើការសាកថ្មលឿនដូចស៊េរីមុនទេមួយស៊េរីមុន A3X អីវាផ្ដោតទៅលើកម្លាំងថ្មធំហើយសាកថ្មលឿនប៉ុន្តែនេះអត់ទេកម្លាំងថ្មធំសាកថ្មធម្មតាប៉ុន្តែម៉ាស៊ីនវាលឿនអុសលឿនជាង A3X ឆ្ងាយបាទអញ្ចឹងខ្ញុំមិនដឹងថាវាប្រើ chip អីឡើយទេខ្ញុំអត់ទាន់បានលម្អិតបាទនៅពេលដែលខ្ញុំcheck មើលម៉ាស៊ីនវាខ្ញុំនឹងដឹងថាវាប្រើ chip អីសង្ឃឹមថាវាប្រើ chip 680ដូច A6X ចុះបាទព្រោះ chip នឹងលឿនហើយក្រង់វាដឹងតែ 120Hz ដែរបងប្អូនអរគ្នាបាទ 120Hz គឺលឿនដូច A6X ចឹងតែបើ chip វាដូចគ្នាទៀតគឺប្រកបជាល្អសម្រាប់ការប្រើប្រាស់បងប្អូនអរគ្នាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត